នៅវត្តមួយជាភូមិមានសង្ឃវ័យក្មេងមួយអង្គព្រានាមហៅថាលោកសង្ឃអង្គចលលបងអើយលបងម៉ែគាត់ឈឺទៅមើលម៉ែអត់លបងបងចូលអើយលបងចូលដល់លបងចូលឲ្យឈឺហើយពងលេបថ្នាំអើចុះញោមម៉ែគាត់ឈឺអីកណាលបងគាត់ឈឺក្បាលហើយវល់មុខហ្នឹងអត់ទីគាត់ក្អួតទៀតហើយគាត់ធ្ងន់ហើយអីញោមម៉ែអញឈឺធ្ងន់ហើយតើតែស្រោតទៅមើលទេបានតោះស្រោតទៅអដែងយប់ឥឡូវហើយអាទីអ្នកម៉ែគាត់ឈឺប្រហែលថ្ងៃហើយតើណាលបងម៉ែឈឺតាំងពីមួយខែមុននោះតែម៉ែមិនអោយប្រាប់លបងដោយសារខ្លាចរំខានលបងធ្វើឲ្យលបងប្រឡងធ្លាក់ទៀតលបងឡងធ្លាក់ហើយយំទីរឿងចឹងក៏និយាយដែរជ្រុលនិយាយបានលបងលើកក្រោយឈប់យករឿងចឹងមកនិយាយលេងសើចវើយវាយ៉ាត់អាត្មាដាំអាដាយមិនដៃទៅលបងកណាលក្ខការចិត្តនិយាយចឹងលបងអត់ចូលស្បងជីពោទៅផ្លាស់ទុកស្ទឹងយកអើលបងលឺតែញោមម៉ែឈឺភ្លេចយកបាត់ហើយតោះរត់បដោយដឹងលបងមិនលឿនអាត្មាអ្នកបុកកាន់ធွာកាន់ចឹងមិនអាចរត់បានទេញោមចិត្តដល់ទេហើយតើឆ្លងតែមកភូមិទៀតដល់ទេហើយឡើយនេះមើលខំផ្ទះលបងលំមកតើយ៉ាគូលោកអ៊ំគួយត្រីឆ្កែដេញខំមកតើទឹកគូថើទឹកបុកយើងទៅញោមម៉ាប់កំមាត់ចង្រៃពេកមាត់នេះដូចស៊ីបើ60បើមកអាយ៉ាលបងរត់មកមែនលបងរត់មកមែនហ្នឹងហើយអាត្មាឃើញហើយវានៅឯនោះតើវាមិនអីទេឃើញទេពួកវាដេញតែគ្នាវាតើមែនហើយលបងវាមិនមែនឆ្លោះគ្នាទេវាកំពុងតែបលែងគ្នាលេងយ៉ាងសប្បាយមែនចឹងទេលបងឥឡូវវាបកមកក្រៅវិញវាបកខំយើងទៅដឹងលបងយ៉ាវាមកមែនអាម៉ាប់ជួយផងទេតើវាមកគ្នាពីមកគឺពីណាទៅខ្ញុំពុំបងលបងអាម៉ាប់រត់បាត់ហើយអាយ៉ាលបងខ្ញុំទៅដែរហើយលបងនឹកនេះគ្មានពីណាជួយពីណាមកទេឆ្កែអើយអាត្មាគឺជាលោកណាអាត្មាគឺជាលោកគាត់ដែរមិនរត់ចោលអាត្មាអញ្ចឹងអាយ៉ាអាត្មារត់ហើយកាត់អីបានឡងនេះរត់ចាងគឺពួកខ្ញុំផងទៅដងអើយតាមិនដឹងជាឆ្កែពីណាដេញខំពួកខ្ញុំហ្នឹងអាចុលវាដេញខំមែនយោមកយ៉ាងម៉េចបានជាហៅអាត្មាដាច់សាច់អញ្ចឹងអាត្មាគឺជាព្រះសង្ឃណាអត់ទេឆ្កែកណានឹងមានឈ្មោះថាអាចុលនឹងវាចូលចិត្តបលែងណាវាទៅពឹសណាហើយវាតែងតែលេងជាមួយគោគេជាមួយនឹងមនុស្សជាមួយនឹងអីតែវាអត់ចេះខំទេអញ្ចឹងទេញោមអាត្មាគឺជាអ្នកចុងភូមិនេះឯងតែអាត្មាម្ដាយឲ្យបួសរៀនសូត្រតាំងតែពីតូចមិនសូវបានត្រឡប់មកភូមិវិញប៉ាតែគុណចោលហ្នឹងគឺជាគុណរបស់អំភីមកមកជិះឡើងចាំមិនខំបងអើយអាចុលថាប់ចេញអាចុលអត់អីទេវាអត់ខំទេកាលណាតដេញវាចេញសិនអើយចេញទៅចូលហៅបងខ្ញុំអាចុលដាច់សាច់ចឹងមកមើលញោមអាត្មាគឺជាលោកកុំលេងសើចបែបនេះប្រយ័ត្នបានវាទៅហៅខ្លួននេះមកពីហើយអីនេះខ្ញុំប្រយុទ្ធជាមួយវាដាច់គុណនិមន្តចេញទៅចើចឹងអាត្មាទៅហើយតដងនៅបល័យជាមួយឆ្កែនឹងហើយ